រយៈពេល5ឆ្នាំហើយដែលខ្ញុំយកអំណុលមកពិបាកចិត្តមិនដឹងថាប្រហែលឆ្នាំទៀតទើបរួចមានសេរីភាពឡើងវិញ តើបងប្អូនប្រមាណនេះដែលមានបញ្ហាបំណុល5ឆ្នាំដែលបានយកបំណុលនឹងមក5ឆ្នាំមកហើយពីព្រោះ5ឆ្នាំនេះខំហើយមែនទេវេទនាជាមួយនឹងបំណុលហ្នឹងគឺពិបាកហើយមែនទេអញ្ចឹងបើសិនជាបងប្អូនស្ថិតនៅក្នុងចំណុចនេះសូមធ្វើការខមមិនប្រាប់ខ្ញុំផងខមមិនប្រាប់ថាសវុតអើយខ្ញុំក៏ជាពាក់គេ5ឆ្នាំដែរបាទដើម្បីខ្ញុំតាក់ទងទៅហើយយើងនឹងនិយាយអំពីដំណើរការក្នុងការដោះស្រាយតែម្ដងបាទអញ្ចឹងមុននឹងចូលទៅសាច់រឿងប្រធានបទរបស់យើងខ្ញុំសូមការអនុញ្ញាតនិយាយអំពីប្រវត្តិរូបរបស់ខ្ញុំខ្លះៗណាសម្រាប់បងប្អូនដែលមិនទាន់ធ្លាប់ស្គាល់ខ្ញុំបាទឈ្មោះមានសវុតភរិយារបស់ខ្ញុំ មួយឆាស្រីផង ពួកយើងធ្លាប់ជាប់បំណុល$40000នៅឆ្នាំ2015បើកលក់ម៉ាស៊ីនត្រជាក់នៅគល់ស្ពានព្រៃចម្រោងកែងកាក់បាក់ក្រហមក្រុងតាខ្មៅនៅពេលដែលយើងធ្វើហ្នឹងគឺត្រឹមតែមួយឆ្នាំទេក៏យើងក៏បានខ្សែធនបិទត្រឡប់ទៅវិញនៅពេលដែលឆ្នាំ2019យើងគាំងខ្លាំងដល់ថ្នាក់រត់ចោលស្រុកបាទទៅធ្វើជាចំណាក់ស្រុកធ្វើការនៅក្នុងប្រទេសថៃមិនត្រឹមតែប៉ុណ្្នឹងទេការគិតរបស់យើងនោះពេលនោះគិតថាតកាលណាទៅនឹងរកលុយបានច្រើនហើយចាំយើងរត់មកវិញចាំយើងមកវិញទៅមានថាយើងសងគេហើយចាំយើងមកវិញប៉ុន្តែពេលទៅដល់ជាក់ស្ដែងមិនដូចអ្វីដែលយើងប៉ងពីស្រុកកំណើតរបស់យើងទៅទេទៅដល់វាមានការលំបាកមួយចំនួនដែលធ្វើឲ្យយើងធ្វើការអត់កើតអញ្ចឹងក៏យើងត្រឡប់សម្រេចចិត្តត្រឡប់មកវិញនៅពេលដែលយើងត្រឡប់មកវិញយើងក៏ទទួលបានជួបជាមួយនឹងដុកទ័របំណុលគឺលោកគ្រូសៀសុផលលោកគ្រូសៀសុផលគឺជាបុគ្គលម្នាក់ដែលបានជួយយើងក្នុងការដោះបំណុល$40000មិនត្រឹមតែប៉ុណ្ណឹងជួយយើងឲ្យដោះស្រាយបញ្ហាដ៏ធំធេងនេះបានហើយប្រាប់យើងឲ្យចងក្រងរូបមន្តទាំងអស់ហ្នឹងធ្វើជាវគ្គសិក្សាធ្វើជាសភៅក្នុងការចែកចាយជួយមនុស្សទៅដល់ជាច្រើនទៀតដូច្នេះក៏មានបងប្អូនជាច្រើនដែលបានស្គាល់យើងហើយក៏បានមកយករូបមន្តក្បួនទាំងអស់ហ្នឹងយកទៅធ្វើយកទៅមើលក៏បានលទ្ធផលបានដំណោះស្រាយបាទអញ្ចឹងបើសិនជាបងប្អូនចង់ឃើញលម្អិតបងប្អូនគ្រាន់តែធ្វើការចុចចូលទៅក្នុង link Telegram មួយដែលយើងបានដាក់បងប្អូនអាចស្ដាប់បានពីទុកលំបាកពីការវេទនារបស់ពួកគាត់ហើយបន្ទាប់មកគាត់មានសេរីភាពគាត់បានដំណោះស្រាយក្រោយពេលឃើញរូបមន្តទាំងអស់នោះបាទអូខេអញ្ចឹងត្រឡប់មកសាច់រឿងប្រធានបទរបស់យើងវិញដែលនិយាយអំពីយកបំណុលគេមក5ឆ្នាំមកហើយ5ឆ្នាំហ្នឹងប្រឹងណាស់តែនៅតែមិនដឹងថាថ្ងៃណាមានសេរីភាពសំណួរសួរថាតើយើងធ្វើយ៉ាងម៉េចក្នុងការមានសេរីភាពពីបំណុលឡើងវិញបាទនេះគឺជាការចោទសួរសំណួរជាច្រើនដែលមានបងប្អូនជាច្រើនដែលបានស្គាល់ខ្ញុំគាត់និយាយជាមួយខ្ញុំគាត់ថាវត្តអើយខ្ញុំជាប់គេ5ឆ្នាំវត្តអើយខ្ញុំជាប់គេ10ឆ្នាំបាទអញ្ចឹងដូចថាប្រឹងប្រែងអស់ហើយវត្តបាទអញ្ចឹងអ្នកខ្លះប្រកបមុខរបរជាច្រើនដើម្បីខំប្រឹងដោះបំណុលបាទអ្នកខ្លះទៀតលក់នេះលក់នោះលក់អស់ហើយក៏នៅតែមានបញ្ហាបំណុលមិនមានសេរីភាពបាទអញ្ចឹងអ្នកខ្លះទៀតបានខ្ចីពីធនាគារមួយនេះដាក់ធនាគារមួយនេះខ្ចីចុះខ្ចីឡើងជាពាក់គេពេញភូមិក៏នៅតែមិនដឹងថាចេញប្រឡោះណាយូរទៅកាន់តែជាប់ទៅអញ្ចឹងអ្វីដែលខ្ញុំអាចជួយបងប្អូនបានខ្ញុំចង់ប្រាប់បងប្អូនឲ្យត្រង់ថាបំណុលគឺជាជំងឺបើបងប្អូនឈឺបងប្អូនត្រូវធ្វើការដឹងថាខ្លួនឯងឈឺអីសិនទើបយើងលេបថ្នាំអញ្ចឹងការលេបថ្នាំខុសគឺមិនមែនជាការព្យាបាលជំងឺដែលត្រឹមត្រូវទេបាទយល់កន្លែងហ្នឹងបងប្អូនឧទាហរណ៍ថាបើបងប្អូនចុកពោះបើបងប្អូនទៅទិញថ្នាំឈឺក្បាលតើវាបាត់ទេអញ្ចឹងគឺដូចគ្នាបើសិនជាយើងជាពាក់បំណុលគេយើងប្រឹងរលុយទៅមួយមុខវាមិនមែនជាដំណោះស្រាយទេយើងលក់ទ្រព្យក៏មិនមែនជាដំណោះស្រាយដែរបើលក់អស់បានអីលក់ទៀតបាទអញ្ចឹងយើងធ្វើមុខរបរទី1យើងជាប់បំណុលគេយើងទៅធ្វើទី2ទី3ក៏វានៅតែជាប់បំណុលគេដែរអញ្ចឹងមានន័យថាបំណុលមានប្រភេទដូចជំងឺអញ្ចឹងវាមានប្រភេទឈឺក្បាលឈឺកាពះឈឺពោះវៀនបាទអញ្ចឹងមិនមែនសត្វតែបំណុលដូចគ្នាទេវាមានជំងឺខុសគ្នាអញ្ចឹងការថ្នាំព្យាបាលជំងឺហ្នឹងក៏វាខុសគ្នាដែរបាទអញ្ចឹងហើយទើបធ្វើឲ្យខ្ញុំអាចមានសេរីភាពបានដោយសារតែខ្ញុំលេបថ្នាំត្រូវអញ្ចឹងបើសិនជាបងប្អូនត្រូវការពិភាក្សាជាមួយខ្ញុំបន្ថែមទៀតសូមបងប្អូនធ្វើការតាក់ទងមកខ្ញុំឥឡូវនេះយើងមានទទួលការប្រឹក្សាពីបញ្ហាទាំងអស់នេះបាទតាក់ទងមកខ្ញុំបានតាមរយៈលេខ0966630008គត់បាទអញ្ចឹងពីខ្ញុំសវុតនិងភរិយាមានប៉ុណ្ណេះជម្រាបលាបងប្អូនទាំងអស់គ្នាកុំអស់សង្ឃឹមរឿងបំណុលយើងអាចជួយបានបាទអរគុណច្រើន